ระบำปริจิตรบหรือระบำក្បាច់โบราณគឺជាកេរដំណែលសិល្បៈមួយប្រភេទដ៏ពិសិដ្ឋដែលដូនតាខ្មែរបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយនិងមនុស្សជាតិទាំងអស់តាំងពីសម័យបុព្វកាលរហូតមកដល់សព្វថ្ងៃស្នាដៃសិល្បៈដ៏ពិសិដ្ឋមួយនេះបានបង្ហាញចេញយ៉ាងជាក់ច្បាស់នៅការច្នៃប្រឌិតនិងវិចិត្រកម្មដ៏ខ្ពង់ខ្ពស់អស្ចារ្យដែលប្រកបទៅដោយការប៉ិនប្រសប់ភាពវៃឆ្លាតការតស៊ូប្រឹងប្រែងភាពរុងរឿងជឿនលឿននិងសេចក្តីថ្លៃថ្នូររបស់ពូជសាសន៍ខ្មែររបាំក្បាច់បុរាណនេះគឺជាទម្រង់សិល្បៈបែបទេវៈនិងមានលក្ខណៈសក្ការៈទាំងអ្នកសម្ដែងការសម្ដែងនិងកាយវិការក្បាច់គឺសុទ្ធតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងជីវិតធម្មជាតិនិងជំនឿសាសនាតុល្យភាពក្នុងការប្រើប្រាស់កម្លាំងភាសាកាយវិការក្បាច់ដែលមានវេយ្យាករណ៍ត្រឹមត្រូវសេចក្តីស្ងប់ដែលកើតចេញពីភាពបរិសុទ្ធ